គណៈកម្មការសហគមន៍ពោធិរបងបានរៀបចំកម្មវិធីបុណ្យពូជក្នុងគោលបំណងលើកកម្ពស់ពូជកសិកម្មបុរាណខ្មែរអភិរក្សពូជបុរាណខ្មែរនិងកសិកម្មធម្មជាតិមានអត្ថប្រយោជន៍បរិស្ថាននិងសុខភាពមនុស្សជាតិកាលពីនៅថ្ងៃទី12-13 ខែមីនាឆ្នាំ2025កន្លងទៅនេះ New Line កម្មវិធីបុណ្យពូជនៅក្នុងភូមិពោធិរបងឃុំកំពង់ពោធិ៍ស្រុកក្រគរខេត្តពោធិ៍សាត់មានអ្នកចូលរួមប្រមាណ500នាក់ព្រមទាំងមានលោកសួនហៀងសមាជិកក្រុមប្រឹក្សាឃុំកំពង់ពោធិ៍និងលោកលីវសេងហឹមអភិបាលនៃគណៈអភិបាលស្រុកក្រគររួមគ្នាដង្ហែគ្រាប់ពូជដំណាំចំនួន70ប្រភេទក្នុងនោះរួមពូជស្រូវចំនួន21ប្រភេទគ្រាប់ឈើចំនួន4ប្រភេទដើមឈើចំនួន15ប្រភេទនិងផលិតផលខ្មែរផ្សេងទៀតគណៈកម្មការសហគមន៍ពោធិរបងបានបង្ហាញបញ្ហាប្រឈមមួយចំនួនអំពីកសិកម្មជាតិនៅតំបន់របស់គាត់ថាបញ្ហាដីកង្វះទឹកកសិកម្មបំណុលគ្រួសារការប្រែប្រួលអាកាសធាតុផលប៉ះពាល់នៃបច្ចេកវិទ្យាកសិកម្មទំនើបធាតុចូលគីមីកសិកម្មនិងបាត់ភាពជាម្ចាស់លើប្រព័ន្ធស្បៀងអាហារដែលហេតុគួរតែមានគ្រប់ភាគីពាក់ព័ន្ធជួយគ្នាដោះស្រាយ New Line គណៈកម្មការសហគមន៍ពោធិរបងបន្តថាការដំណោះស្រាយប្រកបដោយប្រសិទ្ធភាពគឺត្រូវជំរុញឲ្យកសិករអនុវត្តការធ្វើកសិកម្មតាមបែបធម្មជាតិបង្កើតកសិដ្ឋានផលប្រយោជន៍ប្រើប្រាស់គ្រាប់ពូជបុរាណខ្មែរផលិតជីនិងថ្នាំកសិកម្មដោយខ្លួនឯងព្រមទាំងអនុវត្តគោលការណ៍កសិសេដ្ឋបរិស្ថានទាំង4គឺសេដ្ឋកិច្ចវប្បធម៌សុខភាពនិងបរិស្ថានសម្រាប់លោកអ៊ូតឡុងតំណាងសហគមន៍ពោធិរបងបានលើកឡើងថាប្រជាកសិករភាគច្រើននិយមការធ្វើកសិកម្មដែលពឹងផ្អែកទៅលើការទិញពូជពីគេជីគីមីថ្នាំនិងសម្ភារៈទំនើបផ្សេងគឺជាចំណុចដែលគួរយកមកពិចារណាផងដែរ New Line ជុំវិញបញ្ហាវិស័យកសិកម្មដែលលើកឡើងដោយគណៈកម្មការសហគមន៍ពោធិរបងគឺជាផ្នែកតូចមួយនៃកសិកម្មទូទាំងប្រទេសការចាប់ផ្ដើមយកចិត្តទុកដាក់រឿងតូចរបស់សហគមន៍កសិកម្មនៅមូលដ្ឋាននីមួយយកជាធាតុចូលបង្កើតជាគោលនយោបាយសម្រាប់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលតំណាងរបស់រដ្ឋាភិបាលក៏ដូចជាតំណាងរបស់ពលរដ្ឋទូទាំងប្រទេសគឺពិតជាសំខាន់និងដោះស្រាយបានគ្រប់ជ្រុងជ្រោយអានអត្ថបទហេងរិទ្ធសូមអរគុណចំពោះការស្ដាប់